ហ៊ុនសែនប្រកាសបរិច្ចាគដី2ហិកតាតម្លៃជាង10លានដុល្លារសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតនារីក្រីក្របន្ទាប់ពីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីព្រឹកថ្ងៃទី4ខែមិថុនាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានប្រកាសពីការសម្រេចចិត្តដ៏មានអត្ថន័យក្នុងនាមជាមេគ្រួសារក្នុងការបរិច្ចាគដីផ្ទាល់ខ្លួនទំហំ2ហិកតាសម្រាប់សាងសង់អន្តេវាសិកដ្ឋានជូននិស្សិតជាស្ត្រីក្រីក្រមកពីបណ្ដាខេត្តដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីសម្ដេចតេជោបានពិភាក្សាជាមួយសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាភរិយានិងកូនស្រីអំណោយដីដ៏ថ្លៃថ្លានេះស្ថិតនៅតំបន់ជ្រោយចង្វាដែលកន្លងមកសម្ដេចតេជោបានទិញក្នុងតម្លៃជាង10លានដុល្លារអាមេរិកក្នុងគោលបំណងសាងសង់ស្ថានីយ៍ទូរទស្សន៍បាយ័នពេលនេះដីនឹងត្រូវប្រគល់ជូនក្រសួងកិច្ចការនារីដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតនារីអន្តេវាសិកដ្ឋាននេះក្រុងនឹងសាងសង់ឡើងដើម្បីផ្ដល់កន្លែងស្នាក់នៅដល់និស្សិតស្ត្រីចំនួន500នាក់ក្នុងនោះបន្ទប់នីមួយៗនឹងរៀបចំនិស្សិតស្នាក់នៅចំនួន4នាក់ដោយមានភ្ជាប់ជាមួយបន្ទប់ទឹកនិងចង្ក្រានបាយដាច់ដោយឡែកដោយសរុបតម្រូវឲ្យមានការកសាងបន្ទប់ចំនួន120បន្ទប់បន្ថែមពីលើកន្លែងស្នាក់នៅសម្ដេចតេជោក៏បានណែនាំឲ្យមានការកសាងប៉ុស្តិ៍សុខភាពមួយនៅជាន់ផ្ទាល់ដីនៃអគារអន្តេវាសិកដ្ឋានដែលរួមមានបន្ទប់សម្រាប់ពិនិត្យជំងឺនិងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការដើម្បីធានាសុខុមាលភាពរបស់និស្សិតដែលស្នាក់នៅទីនោះសម្ដេចតេជោបានសម្ដែងក្តីសង្ឃឹមយ៉ាងមុតមាំថាខ្ញុំសង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រីនិងជួយពន្លឿនការវិនិយោគកសាងសមត្ថភាពរបស់ស្ត្រីនិងការចូលរួមរបស់ស្ត្រីក្នុងការកសាងប្រទេសជាតិ